ប្រវត្តិសាស្ត្រជូរចត់របស់គ្រួសារជូកលៀងគេឈ្មោះដ៏សែនល្អរបស់ជូកលៀងនៅក្នុងប្រវត្តិសាស្ត្របងប្អូនទាំងអស់គ្នាពេលនេះយើងមកទស្សនាវិហាររបស់ជូកលៀងម្ដងថាតើហេតុអ្វីបានជាមានប្រជាជនចិនក៏ដូចជាភ្ញៀវអន្តរជាតិមកទស្សនានិងគោរពវិហារជូកលៀងកើតក្នុងឆ្នាំ181ហើយស្លាប់នៅក្នុងឆ្នាំ234ដោយសារជំងឺហើយគាត់បានស្លាប់នៅឯសមរភូមិជួរមុខក្នុងប្រតិបត្តិការវាយលុកនគរវ័យនៅឯជាយដែនគាត់ត្រូវបានគេស្គាល់ថាជាទីប្រឹក្សាដ៏ស្មោះត្រង់សម្រាប់ជួយរៀបចំយុទ្ធសាស្ត្រឲ្យលាវប៉ៃបង្រួមមហាហានឡើងវិញប្រឆាំងជាមួយនឹងអបរាជឆាវសម្រាប់ប្រជាជនចិនមិនថាប្រជាជនសាមញ្ញឬក៏ជាអ្នកនយោបាយឬក៏អ្នកដឹកនាំគោរពឲ្យតម្លៃគាត់ទៅលើភាពស្មោះត្រង់និងភាពប៉ិនប្រសប់ប្រៀបដូចមនុស្សទេពក្នុងការរៀបចំយុទ្ធសាស្ត្រចម្បាំងនិងនយោបាយហើយគេដំណើររបស់គាត់មិនថាយុទ្ធសាស្ត្រគេឈ្មោះវិហារឬក៏ទីបញ្ចុះសពគឺត្រូវបានរក្សាពីមនុស្សមួយចំនួនទៅមួយចំនួនបងប្អូនទាំងអស់គ្នាក្រៅពីភាពប៉ិនប្រសប់ផ្នែកនយោបាយប៉ិនប្រសប់ផ្នែករៀបចំយុទ្ធសាស្ត្រយោធាហើយនឹងគេឈ្មោះបង្ហាញពីភាពស្មោះត្រង់បន្តចំនួននោះនៅក្នុងវិហារនេះធ្វើឲ្យបងប្អូនមានអារម្មណ៍ភ្ញាក់ផ្អើលមួយទៀតហើយក៏ដូចជាអាណិតអាសូរគ្រួសាររបស់គាត់នោះគឺគេបានតាំងរូបសំណាក់2បន្ថែមទៀតគឺជារូបសំណាក់ចៅរបស់គាត់និងរូបសំណាក់កូនរបស់គាត់ដែលពួកគេទាំងអស់នោះគឺសុទ្ធតែត្រូវបានគេសម្លាប់អំឡុងពេលនគរវ័យដឹកនាំដោយមេទ័ពដេងអាយគ្រប់គ្រងដោយតកូលស៊ឺម៉ាវាយលុកនគរស៊ូហានហើយរឿងដែលគួរឲ្យកំសត់ថែមមួយទៀតនោះគឺចៅរបស់គាត់គឺស្លាប់ក្រោមអាយុ20ឆ្នាំទៀតបងប្អូនក្នុងបុព្វហេតុការពារនគរគឺបដូរជីវិតទាំងគ្រួសារតែម្ដងនេះជារូបសំណាករបស់ចៅជូកលៀងឈ្មោះថាជូកសាំងដែលអត់ដឹងថាឆ្នាំកើតនៅឆ្នាំណាទេប៉ុន្តែស្លាប់នៅក្នុងឆ្នាំ263ដែលក្នុងបុព្វហេតុការពារនគរគឺគាត់ត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ263ហើយនៅក្រោមអាយុ20ឆ្នាំហើយនេះគឺជារូបសំណាករបស់ជូកសានដែលជាកូនបង្កើតរបស់ជូកលៀងកើតនៅឆ្នាំ227ស្លាប់នៅក្នុងឆ្នាំ263ដូចគ្នាហើយគាត់ត្រូវបានស្គាល់ថាជាអ្នកជំនាញខាងគូររូបហើយនិងអក្សរឆ្លាក់ហើយត្រូវបានគេលើកតម្កើងទៅជាមេទ័ពការពារនគរគាត់ត្រូវបានគេសម្លាប់ដូចគ្នានៅក្នុងប្រតិបត្តិការវាយលុកដោយនគរវ័យក្នុងឆ្នាំ263ដោយមេទ័ពឈ្មោះថាដេងអាយហើយសម្រាប់ទីបញ្ចុះសពរបស់ជូកលៀងគឺមិនបានបញ្ចុះនៅឯក្រុងឆឹងទូដោយស្ដេចលាវប៉ៃនោះទេព្រោះកាលគាត់នៅរស់គាត់បានស្នើឲ្យគេយកសាកសពគាត់ទៅបញ្ចុះនៅឯតំបន់ហានសុងនៅជើងភ្នំមួយជិះប្រហែលជា400គីឡូម៉ែត្រពីទីក្រុងឆឹងទូហើយនេះគឺជារូបភាពភ្នោបុរាណរបស់គាត់ជាមួយនឹងវិហារដែលមនុស្សគ្រប់ចំនួននិងរាជវង្សស្ដេចចិនគ្រប់សម័យកាលបានសង់រូបសំណាកក៏ដូចជាធ្វើជាកន្លែងគោរពបូជាសរុបមកវិញតើយើងពិតជាអាចរៀនអ្វីបានខ្លះពីរឿងប្រវត្តិសាស្ត្រមួយនេះតើជូកលៀងគាត់ពិតជាដឹងថាមនុស្សចំនួនក្រោយមិនថា1000ឆ្នាំឬក៏2000ឆ្នាំក្រោយនិយាយពីគាត់ដូច្នេះហើយទើបគាត់មិនសម្រេចចិត្តក្បត់ឬក៏បះបោរតាំងខ្លួនជាស្ដេចដោយឧបរាជផ្សេងហើយមួយទៀតតើសុខភាពគឺពិតជាសំខាន់មែនទេមិនថាជារាជសាមញ្ញមេដឹកនាំឬក៏អ្នកណាក៏ដោយត្រូវចេះថែទាំសុខភាពព្រោះមនុស្សយើងមិនថាមានលុយប៉ុណ្ណាសមត្ថភាពខ្លាំងប៉ុណ្ណាបើយើងមិនចេះថែទាំសុខភាពគឺកិច្ចការសំខាន់ដែលយើងដឹកនាំឬក៏ទូនីតិមុខងាររបស់យើងគឺត្រូវបាត់បង់តែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះអ្នកដែលរងគ្រោះគឺមានកូនចៅរបស់យើងថែមទៀតត្រូវលក់កេរ្តិ៍អាករព្យាបាលហើយបើព្យាបាលមិនជាទៀតគឺពួកគាត់បាត់បង់ទាំងធនធានផ្សេងក្នុងការរៀនសូត្រដូច្នេះបងប្អូនទាំងអស់គ្នាសូមកុំភ្លេចថែទាំសុខភាពទាំងអស់គ្នាហាត់ប្រាណរាល់ថ្ងៃតមស្រាតមបារីសូមអរគុណសូមជម្រាបលា